គេថាគ្រុឌនឹងសត្រូវជាមួយនាគមែនអត់កាលពីព្រះសរិរកធាតុចង្គមកែវនាំទៅសរីលង្កាណាញោមនាំទៅដល់កដាលសមុទ្រនាគនឹងជំរឿកន្លែងនៅរបស់គេនៅបាតសមុទ្រនាគនឹងគឺពោះស្ដាច់ធំធំនៅបាតសមុទ្រគេរកឃើញតាគេស្រាវជ្រាវរកឃើញថាអាយុកាលរបស់វាជាមួយដៃណូស័រដល់តែបាត់ដៃណូស័រទៅនាគនឹងក៏បាត់ដែរព្រោះវាសេរីជាមួយគ្នាគេរកឆ្អឹងឃើញមកកណោហ្នឹងឆ្អឹងសត្វធំធំគេសន្មតថានាគកាលគេហែព្រះចង្គមកែវទៅសរីលង្កាដល់កដាលសមុទ្រញោមឲ្យនាគចេញពីបាតសមុទ្រមកលង្កាដូចនំបញ្ចុកមកពាត់ជុំវិញសពៅហ្នឹងថ្វាយអង្គមព្រះសរីរកធាតុហ្នឹងមានឯណាសពៅគាំងទៅមុខមិនរួចតកែសពៅភ័យញ័រមុខញ័រមាត់អស់ហលីងប្រកាសស្រែកថាណាមានដាក់ស្អីមកបានជាចង្រៃសំពៅហ្នឹងទៅមុខគុំទៅក្រោយគុំទៅកាល់ស្អីហ្នឹងកាល់នាគដល់អញ្ចឹងព្រះរាជកុមារដែលលាក់ព្រះចង្គមកែវហ្នឹងភ័យអូយភ័យណាស់នឹកឃើញខ្លាចតែគេរកធាតុចង្គមកែវព្រះអង្គឃើញគេគប់ចោលក្នុងសមុទ្រហ្នឹងអស់ឲ្យគោរពបូជាក៏នឹកដល់ប្រធេរៈមួយអង្គដែលធ្លាប់ជួយខ្លួនកាលនៅលើគោកក៏ជួយមកសាហើយព្រោះកាលនៅលើគោកលាក់កប់នៅក្នុងភ្នោកខ្សាច់ហ្នឹងនាគហ្នឹងវាមកយកមកសាហើយយកទៅបៀមក្នុងមាត់វាទៅបានប្រធេរៈហ្នឹងប្រែកាឡាជាគ្រុឌមកបញ្ជាឲ្យនាគហ្នឹងខ្ជាក់វិញនាគហ្នឹងខ្ជាក់ឲ្យដល់តែឥឡូវនាគឡើងមកពាត់ជាប់ទៀតចឹងនឹកដល់ប្រធេរៈអោលោកម្ចាស់ហើយដែលបានជួយខ្ញុំកណាមបាញ់មិញហ្នឹងឥឡូវសូមឲ្យមកជួយម្ដងទៀតស្រាប់តែលោកហោះមកដល់ប្រែកាឡាជាគ្រុឌហោះកលឹងជុំវិញសពៅហ្នឹងញោមឲ្យគ្រាន់តែនាគវាឃើញគ្រុឌនិយាយពីដាំដងភ្លឹបមុជទៅពួនបាតសមុទ្រអស់វិញទៅបានសពៅហ្នឹងវាចេញមកណែអាហ្នឹងមានន័យថានាគហ្នឹងវាខ្លាចគ្រុឌណាហើយបើនិយាយពីចម្បាំងរវាងព្រះឧបគុតជាមួយនឹងមាកាលពីឆ្លងចែកដីធំមាសោក 84000 នោះកាលនោះមិនពួកមាឡើងមកអុកឡុកដល់ឡើងមកអុកឡុកឧបគុតលេងមានឹងឲ្យចាស់ដៃម្ដងមកដេញចាប់មានឹងប្រែកាឡាជានាគក្រៀកព្រោះពឹសដាក់ឧបគុតប្រែកាឡាជាគ្រុឌដេញខំនាគដេញខំចុះខំឡើងចាប់មានឹងជាប់ចងកម្រងស្បែកឆ្កែជាប់ភ្នំនោះយើងឃើញដែរអញ្ចឹងយើងឃើញថាសត្វទាំងពីរនឹងសត្រូវនឹងគ្នាប៉ុន្តែគេយកមកដាក់នឹងសត្វទាំងពីរនឹងខាងគ្រុឌស្ដាច់បាក់សីអ្នកខ្លាំងខាងស្លាប់ហើយនាគនោះអ្នកខ្លាំងខាងអាសេរពឹសខាងប្រភេទសត្វល្មូនអញ្ចឹងយកអាស្ដាច់សត្វខ្លាំងយកមកការពារព្រះសត្វទាំងពីរជាសត្រូវនឹងគ្នាគេយកមកដាក់ឲ្យគៀកគ្នាមានន័យថាសាសនាយើងពង្រួមគ្នាលែងឲ្យមានចំនួនជាសាសនានាំមកនៅសុខសន្តិភាពអញ្ចឹងបានយើងឃើញមានរូបចម្លាក់មួយចំនួនគេធ្វើនាគហើយគេធ្វើគ្រុឌជិះកនាគគ្រុឌឡើងជិះកនាគអាហ្នឹងហើយគេនិមិត្តរូបថាលែងមានសត្រូវលែងមានទំនាស់នឹងគ្នាកន្លែងហ្នឹងជាកន្លែងផ្សះផ្សាគ្នាបានគេយកសត្វទាំងពីរមកដាក់ឲ្យគៀកគ្នាហ្នឹងលែងឲ្យមានសត្រូវគ្នាណាអង្គម្ចាស់សូមនិមន្តជ្រាប